អត្ថបទនេះនិយាយអំពីតើមីយ៉ាន់ម៉ានិងម៉ាឡេស៊ីកំពុងតែធ្វើអ្វីចំពោះសៀមនៅក្នុងភាពក៏ក្លឿនកំពុងតែមិនញញើតច្បាប់អន្តរជាតិព្យាយាមឈ្លានពានមកលើប្រទេសកម្ពុជាទាំងកំរោលរបស់កងទ័ពសៀមនិងពួកដែលកំពុងតែចង់បង្ហាញរៀងថាខ្លួននឹងជាវិរៈជនដ៏ឆ្នើមនៅប្រទេសសៀមការពារទឹកដីច្បាមយកទឹកដីពីអតីតកាលយកមកធ្វើជារបស់ខ្លួនប្រទេសសៀមក៏កំពុងតែជួបប្រទះនៅផាយានរាយធំពីរផាយានរាយទី1គឺសេដ្ឋកិច្ចដាំក្បាលចុះផាយានរាយទី2គឺការប្រែប្រួលនៃអាកាសធាតុដែលធ្វើឲ្យមានភ្លៀងធ្លាក់ទឹកជំនន់ដ៏ច្រើនលើសលប់នៅក្នុងប្រទេសថៃបណ្ដាលឲ្យមានហានិភ័យនិងបាត់បង់ឱកាសបង្កើនផលកសិកម្មការខូចខាតហេដ្ឋារចនាសម្ព័ន្ធថៃក៏ធ្វើឲ្យមានការចាយវាយយ៉ាងច្រើននៅពេលដែលយោធាថៃប្រកាន់ភាពកក្លឿនក្នុងការឈ្លានពានមកលើប្រទេសកម្ពុជាទាំងកំរោលនៅពេលជាមួយគ្នានេះខេត្តភាគខាងត្បូងនៃប្រទេសថៃកំពុងតែរងនៅការវាយប្រហារពីក្រុមផ្ដាច់ខ្លួនបំបែកទឹកដីនៅភាគខាងត្បូងនៃប្រទេសថៃយោធាថៃត្រូវទទួលការគំរាមកំហែងដែលកើតឡើងនៅក្នុងការវាយប្រហារនេះគេបានដឹងថាក្រុមចលនាអបគមមូស្លីមនៅភាគខាងត្បូងបានសម្ដែងការមិនពេញចិត្តចំពោះអ្វីដែលកងទ័ពថៃបានធ្វើហើយក៏ប្រើប្រាស់នៅយុទ្ធវិធីវាយប្រហារបែបថ្មីមកលើប្រទេសថៃដូចជាការវាយប្រហារមកលើឆ្មាំការពារដែនដីថៃមកលើទាហានយាមល្បាតថៃហើយនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបៀបធ្វើសង្គ្រាមបំបែកទឹកដីថ្មីនៅភាគខាងត្បូងនៃប្រទេសថៃកំពុងតែបង្ហាញថាថៃមានសន្តិសុខជាតិដែលប៉ះពាល់ទៅដល់ចំណុចដែលធ្វើឲ្យប្រទេសថៃប្រឈមនឹងហានិភ័យខ្ពស់មីយ៉ាន់ម៉ាកំពុងតែបង្ហាញសកម្មភាពរបស់ខ្លួនដោយស្ងប់ស្ងៀមទីក្រុងណៃពីដោរដ្ឋាភិបាលយោធាម៉ាយ៉ាន់ម៉ាហាក់ដូចជាកំពុងតែសហការជាមួយដៃគូនៅក្នុងអនុតំបន់ប្រឈមនឹងរបបដែលមានយោធានៅពីក្រោយនៅឯប្រទេសថៃអ្វីដែលជាភាពតានតឹងក្រោយពីការប្រកាសឯករាជ្យនៃជនជាតិភាគតិចមួយក្រុមនៅតាមដីសណ្ដោមីយ៉ាន់ម៉ាចុះមកភាគខាងត្បូងតាមបណ្ដោយនៃបន្ទះទឹកដីថៃដែលតាក់ទងនឹងឆ្នេរសមុទ្រអាត់ដាម៉ាន់បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងណៃពីដោមានសេចក្តីក្តៅក្រហាយមិនពេញចិត្តចំពោះអ្វីដែលក្រុងណៃពីដោបានក្រឡេកឃើញថាជាការគ្រប់គ្រងរបស់យោធាថៃចំពោះការបំបែករដ្ឋនៅក្នុងសហព័ន្ធមីយ៉ាន់ម៉ារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមានសេចក្តីក្តៅក្រហាយនិងមិនសប្បាយចិត្តទេចំពោះនយោបាយរបស់ថៃដែលកំពុងតែគ្រប់គ្រងចលនាបំបែកទឹកដីមីយ៉ាន់ម៉ាទោះបីជាថៃត្រូវបដិសេធយ៉ាងណាក៏ដោយក៏របបនៅទីក្រុងណៃពីដោប្រទេសមីយ៉ាន់ម៉ាក៏លេចឃើញថាយោធាថៃបានហ៊ានរំលោភដល់អធិបតេយ្យភាពរបស់ប្រទេសមីយ៉ាន់ម៉ាដើម្បីឆ្លើយតបរឿងនេះមីយ៉ាន់ម៉ាបានបង្កើនប្រតិបត្តិការខ្លាំងក្លារបស់ខ្លួនបង្ក្រាប scammer ដោយការវាយប្រហារពីលើអាកាសនិងដាក់គ្រាប់ផ្លោងយ៉ាងខ្លាំងបណ្ដោយព្រំដែនមីយ៉ាន់ម៉ានិងថៃឡង់កំពុងតែបង្កើនភាពតានតឹងទោះបីវាមិនអាចមានសង្គ្រាមរវាងមីយ៉ាន់ម៉ានិងថៃឡែនក៏ដោយ
ក៏សភាពតានតឹងនេះហាក់ដូចជាកំពុងតែប្រតិក្រឡាគ្នាក្នុងកិច្ចសហប្រតិបត្តិការស្ងាត់ក្នុងភាពជាដៃគូនៃបណ្ដាប្រទេសអនុតំបន់ភូមិសាស្ត្រនយោបាយត្រូវគេគូសឆ្លាក់ឡើងវិញឲ្យបានច្បាស់ឡើងនៅក្នុងសភាពការប្រែប្រួលនៃសង្គ្រាមមីយ៉ាន់ម៉ាមិនដែលឈ្លានពានប្រទេសថៃក្នុងបរិបទនៃសង្គ្រាមទំនើបទេជាពិសេសក្រោយសង្គ្រាមលោកលើកទី2បានត្រូវបញ្ចប់ទៅក៏មិនបានណាក៏មិនបានធ្លាប់មានសង្គ្រាមជាមួយថៃឡង់ដែរក៏ប៉ុន្តែនៅពេលថ្មីនេះព្រឹត្តិការណ៍មួយដែលបានកើតឡើងធ្វើឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនសប្បាយចិត្តទាល់តែសោះគឺការគ្រប់គ្រងរបស់យោធាថៃលើបំណែកដីដែលបំបែកចេញពីសហព័ន្ធមីយ៉ាន់ម៉ាអំពើអបគមនៃជនជាតិភាគតិចនៃសហព័ន្ធមីយ៉ាន់ម៉ាតាមបន្ទះដីបណ្ដោយដែលជាប់ឆ្នេរសមុទ្រអាត់ដាម៉ាន់បានធ្វើឲ្យប្រទេសមីយ៉ាន់ម៉ាយល់ថាយល់ថាកំពុងតែមានបញ្ហាយ៉ាងច្រើនដែលប៉ះពាល់ដល់អធិបតេយ្យភាពបូរណភាពដែនទឹកដីនៃសហព័ន្ធមីយ៉ាន់ម៉ានយោបាយរបស់ក្រុងណៃពីដោប្រហែលជាកំពុងតែសហការជាមួយនឹងនយោបាយដៃគូអនុតំបន់តើវាអាចដែរឬទេដែលរបបគ្រប់គ្រងមីយ៉ាន់ម៉ាកំពុងតែទំនាក់ទំនងជាមួយឡាវទំនាក់ទំនងជាមួយវៀតណាមទំនាក់ទំនងជាមួយកម្ពុជានិងទំនាក់ទំនងជាមួយម៉ាឡេស៊ីដោយបង្ហាញនៅកិច្ចសហប្រតិបត្តិការភូមិសាស្ត្រនយោបាយមួយដែលអូសទាញបញ្ហានានាដែលប្រឈមប្រទេសខ្លួនឲ្យកើតទៅជាយុទ្ធសាស្ត្រដៃគូក្នុងការដែលក្រឡេកមើលប្រទេសថៃហាក់ដូចជាកំពុងតែគោះឃ្លឿនចង់បង្កភាពរឹងរូសរបស់ខ្លួននៅក្នុងតំបន់ពីមុនមីយ៉ាន់ម៉ាមិនត្រូវការប៉ះពាល់របបក្រុងបាងកកទេក៏ប៉ុន្តែនៅពេលថ្មីនេះសភាពការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយហាក់ដូចជាមានការប្រែប្រួលអវិជ្ជមានចំពោះក្រុងណៃពីដោដូច្នេះរដ្ឋាភិបាលណៃពីដោកំពុងតែក្តៅក្រហាយនឹងពួកកងទ័ពសៀមនៅឯក្រុងបាងកកតើអាចឬទេដែលសហប្រតិបត្តិការជាដៃគូនៅក្នុងអនុតំបន់คล้ายទៅជាចង្កោមនៃការរៀបចំមួយដែលនឹងធ្វើការប្រឆាំងនឹងនយោបាយកុឃ្លឿនដែលកំពុងតែឈ្លានពានមកលើអធិបតេយ្យភាពនិងបូរណភាពដែនទឹកដីខ្មែរក្រុងណៃពីដោក្តៅស្លឹកត្រចៀកហើយប្រហែលជាមិននៅស្ងៀមដូចមុនត្រូវគូវាសទូទាត់ជាមួយនឹងសៀមក្នុងករណីដែលកងយោធាសៀមគ្រប់គ្រងអបគមអំពើដែលបានកើតឡើងជាពិសេសនៅលើបន្ទះទឹកដីតាមបណ្ដោយចុះមកភាគខាងត្បូងដែលជាប់នឹងឆ្នេរសមុទ្រអាដាម៉ាន់ក្រុងណៃពីដោឃើញអំពើរបស់សៀមគឺជាអំពើដើម្បីពង្រីកឆ្នេរសមុទ្រអាដាម៉ាន់ក្នុងគំនិតមួយដែលសៀមកំពុងកសាងភូមិសាស្ត្រនយោបាយភាគខាងកើតប្រទេសរបស់ខ្លួនអំពើដែលសៀមបានធ្វើនេះคล้ายទៅជាចំណុចប៉ះពាល់យ៉ាងធ្ងន់ទៅលើអធិបតេយ្យភាពបូរណភាពទឹកដីនិងសន្តិសុខជាតិមីយ៉ាន់ម៉ាដែលមីយ៉ាន់ម៉ាមានទីតាំងនៅភាគខាងជើងនៃប្រទេសថៃហើយមីយ៉ាន់ម៉ានិងសមុទ្រអាដាម៉ាន់គឺជាតំបន់យុទ្ធសាស្ត្រមួយដ៏សំខាន់ដែលមីយ៉ាន់ម៉ាត្រូវគិតគូរជាមួយគ្នានេះប្រហែលជាមានការចាប់អារម្មណ៍ពីសាធារណរដ្ឋប្រជាមានិតចិនផងដែរថាតើផ្លូវដឹកជញ្ជូនដ៏សំខាន់ជាយុទ្ធសាស្ត្រនឹងបំពង់បង្ហូរប្រេងនិងអូស្មန်ដែលតាក់ទងនឹងប្រទេសចិនមកដល់កំពង់ផែនៃក្រុងយ៉ាងហ្គូននៃក្រុងយ៉ាងហ្គូនដែលជាកំពង់ផែសំខាន់និងជាយុទ្ធសាស្ត្ររបស់ចិនក្នុងការសង្កេតវិសាលភាពនៃឆកសមុទ្របឹងកាល់នៅខាងជើងសមុទ្រអាដាម៉ាន់ជាប់ទៅនឹងបឹងឡាដេសព្រមទាំងប្រឈមជាមួយនឹងតំបន់សន្តិសុខនៃដែនគោករបស់ឥណ្ឌាផងដែរនៅក្នុងយុទ្ធសាស្ត្រនេះតើចិនអាចមានការតាក់ទងជាមួយនឹងរដ្ឋាភិបាលក្រុងណៃពីដោឬទេប្រសិនបើមានពិតវាជាកិច្ចសហប្រតិបត្តិដៃគូមួយដែលកលេចមើលថៃជាតំបន់រកស៊ីក៏ពិតហើយក៏ប៉ុន្តែជាតំបន់មួយដែលអាចផ្ដល់ឲ្យប្រទេសចិនចាប់អារម្មណ៍ក្នុងកិច្ចសហប្រតិបត្តិការតំបន់ជាមួយនឹងបណ្ដាប្រទេសនៅខាងកើតចិននិងចុះមកខាងត្បូងចិនមានមីយ៉ាន់ម៉ាឡាវកម្ពុជាវៀតណាម
បូកនឹងប្រទេសថៃព្រមទាំងកន្លងប្រទេសថៃចូលទៅដល់ដែនម៉ាឡេស៊ីជាថ្មីម្ដងទៀតរដ្ឋាភិបាលម៉ាយ៉ាន់ម៉ាមានសេចក្តីក្តៅក្រហាយយ៉ាងខ្លាំងចំពោះការគ្រប់គ្រងរបស់យោធាសៀមចំពោះចលនាបំបែកទឹកដីអបគមរបស់ជនជាតិភាគតិចមួយដែលបានប្រកាសឯករាជ្យភាពរបស់ខ្លួននៅលើបន្ទះដីចុះមកភាគខាងត្បូងនៃសហព័ន្ធម៉ាយ៉ាន់ម៉ាត្រង់តាមឆ្នេរសមុទ្រអាដាម៉ាន់តំបន់នេះគឺជាតំបន់យុទ្ធសាស្ត្រដែលកំពុងប្រែប្រួលដូច្នេះហើយម៉ាយ៉ាន់ម៉ាប្រហែលជាមិនញញឹមជាមួយនឹងទីក្រុងបាងកកទេនេះគឺជាចំណែកមួយដ៏សំខាន់នៃភូមិសាស្ត្រនយោបាយដែលតាក់ទងនឹងការប្រែប្រួលនេះតើមានអ្វីទៀតដែលម៉ាយ៉ាន់ម៉ានិងថៃត្រូវប្រឈមគ្នាត្រង់នេះគឺជាចំណុចមួយដែលខ្ញុំងាកមកខាងខ្វេះហើយជម្រាបលាមួយរយៈនិងបន្តមួយភាគទៀតតាក់ទងអំពីការប្រែប្រួលភូមិសាស្ត្រនយោបាយបន្ទាប់ពីម៉ាយ៉ាន់ម៉ាគឺជាការប្រែប្រួលភូមិសាស្ត្រនយោបាយដែលកំពុងតែពុះឡើងរវាងសហព័ន្ធម៉ាឡាយូរវាង Federation of Malaysia State ចំពោះសៀមដែលចាប់ផ្ដើមពីការបង្ហាញភាពមិនសប្បាយចិត្តរបស់ទីក្រុងកូឡាឡុំពូលើការនាំចូលនៅគ្រឿងសមុទ្រទាំងឡាយដែលកំពុងតែបំបាក់សេដ្ឋកិច្ចនាំចេញរបស់ថៃហើយថៃក៏មិនទាន់រកផ្លូវឆ្លើយតបនឹងសភាពការនេះនៅឡើយអញ្ចឹងខាងខ្វេះលាសិនងាកមកខាងធូបខ្ញុំនឹងបន្តនិយាយតទៅទៀតជាមួយនឹងបងប្អូនដែលនៅធូបគឺជាមួយភាគពេញចំណែកឯខ្វេះគឺធ្វើក្នុងភាគខ្លីៗតែប៉ុណ្ណោះមិនធ្វើពេញទេប្រសិនបើកូនចៅចង់ដឹងក្បោះក្បាយអំពីសេចក្តីនៃ content របស់ខ្ញុំសូមមើលនៅក្នុង channel របស់ខ្ញុំក្នុងធូបចំណែក Facebook គ្រាន់តែជាចំណែកមួយនៃចំណាំងផ្លាតរបស់ show ខ្ញុំតែប៉ុណ្ណោះឥឡូវក្រោយពីប្រិយមិត្តនៅធូបបានយល់ដឹងអំពីទំនាស់ដែលកំពុងកើតឡើងរវាងម៉ាយ៉ាន់ម៉ានិងសៀមហើយយើងក៏លេខមើលម៉ាឡេស៊ីម្ដងថាតើអ្វីដែលបានហើយនឹងកំពុងកើតឡើងនៅម៉ាឡេស៊ីវាកើតដោយសារអីនៅថ្ងៃទី1ខែមិថុនាឆ្នាំ2026កន្លងទៅនៅថ្ងៃទី1ខែមិថុនាឆ្នាំ2026កន្លងទៅមន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ីបានរឹតបន្តឹងសុវត្ថិភាពគ្រឿងសមុទ្រហើយនឹងការពារនៅអធិបតេយ្យនិងសុខុមាលភាពនៃប្រជាជនម៉ាឡេណាមន្ត្រីម៉ាឡេស៊ីបានរឹតបន្តឹងនៅកិច្ចការត្រួតពិនិត្យហើយក៏បានចាប់ផ្ដើមសកម្មភាពកាលពីថ្ងៃទី1ខែមិថុនានេះដោយផ្អាកការនាំចូលនៅគ្រឿងសមុទ្រប្រភេទ5ពីប្រទេសថៃទី1គឺមិននាំចូលនៅបង្គាខ្លាខ្មៅហៅថា Black Tiger Shrimp ហើយនឹងបង្គាជើងសហៅថា White Leg Shrimp និងបង្គាចេកហៅថា Banana Shrimp ហើយនឹងបង្គាពណ៌ឈាមជ្រូកដែលហៅថា Brown Tiger Shrimp និងផ្អាកការនាំចូលប្រភេទបង្គាទី5គឺ Blue Shrimp ដូច្នេះ the entire shrimp agriculture នៃប្រទេសថៃកសិកម្មខាងផ្នែកចិញ្ចឹមបង្គារបស់ថៃត្រូវទទួលរងគ្រោះភ្លាមមួយរំពេចដែលធ្វើឲ្យប៉ះទង្គិចផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងនៅពេលដែលសហព័ន្ធម៉ាឡេស៊ីបានបញ្ឈប់ជាបន្ទាន់នៅការនាំចូល Black Tiger Shrimp គេហៅថា Panes monodon ភាសាបច្ចេកទេស White Leg Shrimp Panes vanamei Banana Shrimp Phaneropenaus mergensis ហើយនឹង Brown Tiger Shrimp ព្រមទាំង Blue Shrimp
ដូច្នេះបង្គាខ្លាខ្មៅបង្គាជើងសបង្គាចេកបង្គាពណ៌ឈាមជ្រូកនិងបង្គាពណ៌ខៀវខ្ចីបៃតងខៀវខ្ចីគឺត្រូវបញ្ឈប់ជាបន្ទាន់ដែលធ្វើឲ្យ shock កសិកម្មថៃមួយភាគផ្នែកខាងគ្រឿងសមុទ្រ along the Sri Lanka ជាមួយគ្នានឹងការហាមឃាត់ការនាំចូលនៃបង្គា Malaysia also impose strict testing mandates Malaysia បានរឹតបន្តឹងលើការពិសោធន៍គ្រឿងសមុទ្រពីប្រទេសថៃនៅលើបណ្ដាប្រភេទត្រីមួយចំនួនមានជាអាចគឺត្រីដែលចិញ្ចឹមនៅស្រុកថៃដូចជាថៃ sea bass ជាដើមដែលទាមទារឲ្យអ្នកដែលនាំចូលពីប្រទេសថៃត្រូវបង្ហាញនៅលិខិតសញ្ញាបត្របញ្ជាក់ពីការវិភាគនៃការចិញ្ចឹមគ្រឿងសមុទ្រនិងគ្រឿងត្រីអស់នោះដោយចង់បញ្ជាក់ឲ្យបានច្បាស់ពីការប្រើជាតិគីមីនិងការប្រើជាតិទីប៊ីយោទិកទៅលើកសិដ្ឋាននានាដែលចិញ្ចឹមគ្រឿងសមុទ្រនិងមច្ឆជាតិនេះគឺជាចំណុចមួយដែលធ្វើឲ្យ shock យ៉ាងខ្លាំងដល់សេដ្ឋកិច្ចថៃទំនាស់នេះបានកើតឡើងដែលគេវិភាគបានថាវាជាទំនាស់តបតទៅវិញទៅមកដែលគេហៅថា reciprocity ការដែលធ្វើ reciprocal action តបទៅវិញទៅមកនៅពេលដែលសមត្ថកិច្ចម៉ាឡេស៊ីបានបង្ហាញពីមូលហេតុរបស់ខ្លួនដោយយកមូលហេតុថាត្រូវការពារនៅផលិតផលការពារចំណីអាហារនិងការពារអ្នកប្រើប្រាស់បរិភោគនៅក្នុងប្រទេសម៉ាឡេស៊ីជៀសវាងពីគ្រោះថ្នាក់ដែលកើតឡើងតាមរយៈ biochemical និងតាមរយៈសារធាតុ chemical ដទៃដូច្នេះហើយ protection and biosecurity upgrades ដោយសហព័ន្ធម៉ាឡេស៊ីកំពុងតែធ្វើឡើងក្នុងលក្ខណៈនេះយើងកំពុងតែក្រឡេកមើលភូមិសាស្ត្រនយោបាយហើយនៅក្នុងភូមិសាស្ត្រនយោបាយយើងអាចឃើញចំណុចមួយថាហេតុដូចម្ដេចបានជាសហព័ន្ធមីយ៉ាន់ម៉ាមិនសប្បាយចិត្តនឹងថៃចុះហេតុដូចម្ដេចបានជាសហព័ន្ធម៉ាឡេស៊ីមិនសប្បាយចិត្តនឹងថៃត្រង់នេះតើអាចឬទេដែលមានកិច្ចសហប្រតិបត្តិការជាដៃគូនៅក្នុងអនុតំបន់ឆ្លើយតបនឹងភាពដែលប្រទេសមីយ៉ាន់ម៉ាប្រទេសម៉ាឡេស៊ីកំពុងតែឃើញអំពើមិនថ្លៃថ្នូរក្នុងការឈ្លានពាននិងអំពើមិនថ្លៃថ្នូរប៉ះពាល់ដល់អធិបតេយ្យភាពនិងបូរណភាពដែនដីមីយ៉ាន់ម៉ានិងម៉ាឡេការប្រជុំគ្នានេះកំពុងតែកើនឡើងយ៉ាងខ្លាំងដែលខាងក្រសួងកសិកម្មនៃប្រទេសថៃកំពុងតែរកវិធីដោះស្រាយមិនឃើញហើយក៏ឆ្លើយតបវិញដោយទទឹងទតែងនៅពេលដែលសមត្ថកិច្ចថៃបានហាម5ការនាំចូលពីម៉ាឡេស៊ីនៅត្រីមួយចំនួនដែលត្រូវឆ្លងកាត់នៅក្នុងច្រកចេញចូលសាដៅហើយនិងបាដាងបេសាការដែលយកចិត្តទុកដាក់លើរឿងនេះហើយភាពកម្ដៅនេះថៃក៏ជួបប្រទះនឹងការលំបាកផ្នែកសេដ្ឋកិច្ចខ្លាំងដាំក្បាលចុះហើយការប្រជុំនេះធ្វើឲ្យថៃបានបន្លឺពាក្យគម្រាមថានឹងបដិងសហព័ន្ធម៉ាឡេស៊ីទៅកាន់ World Trade Organization WTO ថាវាជាកំហុសរបស់ម៉ាឡេស៊ីដោយមិនជូនដំណឹងថៃឡង់ទាន់ពេលវេលាទោះបីជាយ៉ាងណាក៏ដោយក៏យើងអាចដឹងថាម៉ាឡេស៊ីកំពុងឈរមាំដោយមិនញញើតលើអ្វីដែលម៉ាឡេស៊ីធ្វើចំពោះថៃឡើយការផ្អាកនាំចូលគ្រឿងសមុទ្រនិងមច្ឆជាតិពីថៃបានធ្វើឲ្យ agriculture sector នៅប្រទេសថៃដាំក្បាលចុះមួយរំពេចដែលបណ្ដាលឲ្យតម្លៃលក់ដុំនៃគ្រឿងសមុទ្រនិងមច្ឆជាតិចាប់ផ្ដើមធ្លាក់ចុះបណ្ដាលឲ្យកសិករដែលធ្វើអាជីវកម្មផ្នែកចិញ្ចឹមត្រីនិងគ្រឿងសមុទ្រនោះខាតលុយរាប់ពាន់លានបាតនេះគឺជាសេចក្តីរាយការណ៍ដែលបានរាយការណ៍ដោយសារព័ត៌មានថៃផ្ទាល់ឈ្មោះហៅថា Thai Enquirer ម៉ាឡេស៊ីក៏ត្រូវថៃតបតវិញក៏ប៉ុន្តែម៉ាឡេស៊ីមានគំនិតមួយកំពុងតែបង្កនៅលទ្ធភាពក្នុងការផ្គត់ផ្គង់
បង្គាដល់ជនជាតិខ្លួនដោយសហព័ន្ធម៉ាឡេស៊ីយកចិត្តទុកដាក់ compensate the shortage of supply of shrimp supply with international supplier other than Thailand ជាមួយគ្នានេះតាមរយៈកាសែត Straits Times បានឲ្យដឹងថាម៉ាឡេស៊ីក៏កំពុងតែមានគំនិតចង់បង្ក aqua agriculture production ណាដែលខ្ញុំអត់ចេះពាក្យខ្មែរថាម៉េចទេខ្ញុំប្រែស្រាយថាកសិកម្មចិញ្ចឹមមច្ឆជាតិកសិកម្មចិញ្ចឹមមច្ឆជាតិរបស់ម៉ាឡេស៊ីកំពុងតែទទួលការណែនាំនយោបាយរបស់ Federal Government of Malaysia to develop and expand aqua agriculture industry ជាបន្តនេះគឺជាចំណុចមួយដែលកំពុងតែមើលក៏ប៉ុន្តែចំណុចសំខាន់នៅក្នុងអត្ថបទរបស់ខ្ញុំនេះគឺភូមិសាស្ត្រនយោបាយទេគឺជាអត្ថបទនៃភូមិសាស្ត្រនយោបាយទេអត្ថបទនៃភូមិសាស្ត្រនយោបាយរបស់ខ្ញុំគឺចំពេលដែលយោធាសៀមកំពុងតែក៏ក្លឿនគម្រាមនឹងឈ្លានពានខ្មែរតើទីក្រុងភ្នំពេញមានមិត្តឬទេទី1តើទីក្រុងភ្នំពេញមានមិត្តឬទេហើយតើទីក្រុងភ្នំពេញដែលកំពុងតែរងគ្រោះពីការឈ្លានពានរបស់យោធាថៃមានទំនាក់ទំនងបែបណានៅក្នុងកិច្ចសហប្រតិបត្តិការជាដៃគូប្រទេសជិតខាងដើម្បីនឹងឆ្លើយតបវិបត្តិដែលភាពរំលោភឈ្លានពានរបស់សៀមមកលើអធិបតេយ្យភាពនិងបូរណភាពដែនទឹកដីនៃប្រទេសកម្ពុជាសំស្របជាមួយតើវាមានកិច្ចសហប្រតិបត្តិជាដៃគូប្រភេទណាជាមួយមីយ៉ាន់ម៉ានិងមានសហប្រតិបត្តិការជាដៃគូប្រភេទណាជាមួយនឹងម៉ាឡេស៊ីសៀមនៅមិនទាន់ហ៊ានប៉ះជាមួយឡាវទោះបីឡាវតូចជាងមែនក៏ប៉ុន្តែពួកធ្វើ content សៀមបានឆ្លើយតបនឹងអំណះអំណាងនៃ social media influencer នៅប្រទេសឡាវដែលកំពុងតែចាប់ផ្ដើមនិយាយអំពីអ្វីដែលគេចោទប្រកាន់ថាសៀមបានចម្លងយកពីគេធ្វើជារបស់ខ្លួនឯងលើទឹកជ្រលក់គ្រឿងបុកគ្រឿងញ៉ាំនិងបង្អែមមួយចំនួន Laos influencer continue to emphasize that mango sticky rice originated from Laos desert concept. At the same time, social influencer in Laos continue to show Thai viewer that Laotian food copied, modified, and claimed to be originated from Thai cuisine, which the Laos influencer try to tell their viewer that the claim is not true. អញ្ចឹងនៅក្នុងពេលដែលអ្នកវាគ្មិនសង្គមនៅក្នុង content maker នៃវាគ្មិនសង្គមបានកំពុងតែផុសផុលនៅក្នុងប្រទេសឡាវមានទឹកជ្រលក់និងចំណីអាហារជាដើមដែលឡើងនិយាយថាមិនមែនកើតមកពីចំណីអាហារថៃទេមិនមែនជាចំណីសៀមបង្អែមសៀមទេគឺជាចំណីរបស់ឡាវរួមទាំងបាយដំណើបនិងស្វាយផងដែរថ្មីត្បិតតែវាជាទំនាស់តូចតាចក្នុងមតិនៃបណ្ដាញសង្គម social media ក៏ប៉ុន្តែគេឃើញថាឡាវក៏យល់ដឹងពីចំណុចរបស់ខ្លួនក្នុងការថែរក្សាសម្បត្តិវប្បធម៌និងឧបករណ៍សង្គមធម៌របស់ខ្លួនដែរត្រឡប់មកវិញយើងក្រឡេកមើលភូមិសាស្ត្រនយោបាយយើងឃើញខាងត្បូងមីយ៉ាន់ម៉ាចាប់ផ្ដើមបង្ហាញពីភាពមិនសប្បាយចិត្តចំពោះសៀមនៅសំទោសភាគខាងជើងយើងឃើញថាខាងជើងថៃឡង់មីយ៉ាន់ម៉ាបង្ហាញភាពមិនសប្បាយចិត្តចំពោះសៀមហើយក៏យើងឃើញភាគខាងត្បូងម៉ាឡេស៊ីសម្ដែងសេចក្តីមិនសប្បាយចិត្តហើយក៏ប្រកម្មបំបីទឹកដីកំពុងតែផុសផុលនៅអាណាខេត្តភាគខាងត្បូងនៃប្រទេសថៃកត្តាដែលកំពុងផុសផុលនេះទីក្រុងភ្នំពេញប្រហែលជាកំពុងតែសង្កេតលើការអភិវឌ្ឍនេះហើយក៏ត្រូវត្រៀមលក្ខណៈចំពោះការគម្រាមកំហែងដែលមិនឈប់ឈរនិងមានបំណងចង់ឈ្លានពានមកលើអធិបតេយ្យភាពបូរណភាពដែនទឹកដីនៃប្រទេសកម្ពុជានៅក្នុងអត្ថបទមួយនេះខ្ញុំនិយាយថាតើអ្វីដែលកើតឡើងនៅមីយ៉ាន់ម៉ាដែលព្រំដែនខាងជើងថៃឡង់និងអ្វីដែលកើតឡើងនៅម៉ាឡេដែលជាព្រំដែនខាងត្បូងនៃថៃឡង់និងអ្វីដែលថៃកំពុងតែបង្កហេតុនៅព្រំដែនខាងកើត
ជាប់នឹងកម្ពុជា800 គីឡូម៉ែត្រដូចខ្ញុំបានជម្រាបលោកអ្នកហើយតែខ្ញុំគឺជាកម្ពូលអ្នករិះគន់សូម្បីតាអាសំកុលអាស័យក៏អត់រិះគន់អីជាងខ្ញុំទេចុះហេតុដូចម្ដេចបានជាខ្ញុំងាកមកវិភាគភូមិសាស្ត្រនយោបាយពីព្រោះខ្ញុំកំពុងតែធំក្លិនអាសៀមហាក់ដូចជាក្រអឺតក្រទុំហើយចង់បង្កការផ្ទុះអាវុធជាលើកទី3តាមបណ្ដោយព្រំដែនកម្ពុជាថៃឡង់ដោយមិនព្រមអនុវត្តនៅភាពរំទុំសំសួនជាប្រទេសជិតខាងស្វែងរកដំណោះស្រាយនិងសន្តិភាពតាមបន្ទាត់ព្រំដែនគោកនិងទឹកឡើយភាពកក្លឿនបែបនេះបណ្ដាលឲ្យខ្ញុំត្រូវងាកមកធ្វើការវិភាគភូមិសាស្ត្រនយោបាយសារជាថ្មីហើយនឹងជូនដំណឹងប្រិយមិត្តអំពីការប្រែប្រួលអ្វីដែលជាការតាក់ទងនឹងអាយុជីវិតបូរណភាពដែនទឹកដីរបស់ប្រទេសកម្ពុជាណាខ្មែរក្រម Florida 007ថា sound like Mr. James Sok want to go visit Cambodia why not my friend why not when you identify yourself as Khmer Kram living in Florida you also have access to visit your ancestor land in Vietnam so why not my friend why not okay why not okay ខ្មែរក្រម Florida why not ណាស្ដាប់ទៅដូចលោក James Sok ចង់ទៅលេងប្រទេសកម្ពុជាណាស់ខ្ញុំក៏ឆ្លើយចំពោះខ្មែរក្រមរស់នៅ Florida 007ថារឿងហ្នឹងពិតហើយសូមបញ្ជាក់ដើម្បីជួយឲ្យខ្មែរក្រមរឹតតែច្បាស់ទៀតខ្ញុំ James Sok ប្រុងប្រៀបធ្វើដំណើរទៅលេងប្រទេសកម្ពុជាក្នុងពេលឆាប់មានអ្នកណាតវ៉ានឹងខ្ញុំទេហើយក៏ខ្ញុំអត់មានសុំលុយទិញរបស់កបោះទៅទេខ្ញុំអត់សុំលុយទិញរបស់បោះទៅទេខ្ញុំមានលុយខ្លួនខ្ញុំហើយដើម្បីឲ្យសនុកសុខស្រួលប្រហែលជាខ្ញុំត្រូវចំណាយទិញសម្បត្តិឲ្យបានកៅអីធំបន្តិចកាយលោដេកបានទៅស្រុកខ្មែរណាខ្ញុំកំពុងតែរៀបចំគម្រោងធ្វើដំណើរលេងកំសាន្តនៅស្រុកខ្មែរក្នុងពេលឆាប់មានអ្នកណាមានបញ្ហាទេណាពួកអាកុលអាស័យទាំងឡាយមានបញ្ហាទេពួកអា$23ឯឆ្កាច់ទាំងឡាយមានបញ្ហាទេបើអញទៅមានបញ្ហាទេអញទៅណាបើពួកអស់ឯងវិភាគថាអញអត់ទៅអាហ្នឹងអញស្ដាប់ឯងទេអត់ស្ដាប់ទេហើយចុះបើពួកអស់ឯងវិភាគថាអញចង់ទៅតែអញស្ដាប់ឯងទេតែដោយសារមិត្តម្នាក់នៅក្នុងធុបហៅថាខ្មែរក្រម Florida គាត់និយាយអញ្ចឹងខ្ញុំត្រូវប្រាប់គាត់ក្នុងលក្ខណៈជាមិត្តភាពថាខ្ញុំពិតជាត្រៀមលក្ខណៈចង់ទៅប្រទេសកម្ពុជាឆាប់យ៉ាងម៉េចដែរណា Okay is there any reaction ខ្ញុំជឿថាការធ្វើដំណើររបស់ខ្ញុំទៅលេងស្រុកកំណើតរបស់ខ្លួននៅកម្ពុជាប្រហែលជាមិនមានអីភ្ញាក់ផ្អើលដូចក្មួយម៉ែនកឹមផ្សេងទេពីព្រោះអ្វីពីព្រោះ James Sok គឺជាបុគ្គលដែលអន់ជាងគេបំផុតណាគឺជាបុគ្គលដែលអន់ជាងគេបំផុតដូច្នេះហើយបុគ្គលដែលអន់ជាងគេបំផុតវាមិនសមនឹងប្រតិកម្មទេវាមិនសមនឹងប្រតិកម្មទេខ្ញុំជម្រាបលាខ្វេះមួយផ្នែកហើយខ្ញុំនឹងបន្តធ្វើចម្លើយទៅកាន់ប្រិយមិត្តនៅធុបជម្រាបលាលោកអ្នកនៅធុបណាខ្ញុំបានឆ្លើយនឹងប្រិយមិត្តឈ្មោះហៅថាណាខ្ញុំបានឆ្លើយចំពោះប្រិយមិត្តឈ្មោះហៅថាខ្មែរក្រមណា Florida ណាចំពោះខ្មែរក្រម Florida ខ្ញុំឆ្លើយហើយនៅក្នុងរយៈពេល39នាទីកន្លងទៅអត្ថបទនៅក្នុង show នេះគឺយកចិត្តទុកដាក់លើភូមិសាស្ត្រនយោបាយដែលកំពុងតែប្រែប្រួលថ្មីនៅជាប់នឹងឧបទ្វីបឥណ្ឌូចិននៅក្នុងដំណាក់កាលទី1នៃ39នាទីនេះខ្ញុំអធិប្បាយអំពីបរិបទដែលកំពុងតែផុសផុលឡើងរវាងមីយ៉ាន់ម៉ានិងថៃឡង់ដែលរដ្ឋាភិបាលទីក្រុងណៃពីដោក្តៅក្រហាយមិនសប្បាយចិត្តចំពោះអំពើដែលយោធាថៃបានគ្រប់គ្រងក្រុមអបគមនៅលើបន្ទះទឹកដីតាមបណ្ដោយចុះមកភាគខាងត្បូងនៃសហព័ន្ធមីយ៉ាន់ម៉ាជាប់នឹងឆ្នេរសមុទ្រអាដាម៉ាន់ដូច្នេះភាពក៏ក្លឿនរបស់យោធាថៃ
សៀមត្រូវបានទីក្រុងណៃពីដោខឹងសម្បាហើយក៏កំពុងតែផុសផុលខ្ញុំអធិប្បាយនៅក្នុង39នាទីកន្លងទៅនេះជាមួយគ្នាខ្ញុំក៏ងាកមកអធិប្បាយអំពីការផុសផុលនៃសហព័ន្ធម៉ាឡេស៊ីនៅភាគខាងត្បូងនៃប្រទេសថៃឡង់សៀមដែលបង្ហាញអំពីការបាត់ឈប់នាំចូលនៅបង្គា5ប្រភេទត្រីមួយចំនួនប្រភេទដែលធ្វើឲ្យជះកម្លាំងខ្លាំងបំបាក់ផលិតកម្មសេដ្ឋកិច្ចផ្នែកមច្ឆជាតិនិងគ្រឿងសមុទ្ររបស់ថៃសៀមធ្វើឲ្យថៃសៀមប្រតិកម្មចង់ប្តឹងទៅ World Trade Organization ដែលម៉ាឡេស៊ីយល់ឃើញថាมันមានរឿងអ្វីដែលម៉ាឡេស៊ីត្រូវភ័យទេចំពេលដែលសេដ្ឋកិច្ចថៃកំពុងតែសំយងក្បាលចុះប្រទេស3កំពុងតែសំដែងនៅការកើតទុកមិនសុខចិត្តលើនយោបាយដែលមិនថ្លៃថ្នូរមិនគោរពច្បាប់អន្តរជាតិរបស់យោធាសៀមថៃនេះគឺជាអ្វីដែលខ្ញុំអធិប្បាយនៅក្នុងបរិបទមួយផ្នែកនៃការវិភាគភូមិសាស្ត្រនយោបាយដែលខ្ញុំធ្វើ39នាទីកន្លងទៅនេះហ្នឹងគឺជាអ្វីដែលកើតឡើងអញ្ចឹងនៅខ្វេះខ្ញុំគ្រាន់តែធ្វើ flash point ទេរីឯការឆ្លងឆ្លើយខ្ញុំភាគច្រើនធ្វើនៅធុបណាអញ្ចឹងក្រោយពីឆ្លើយកំសាន្តជាមួយនឹងប្រិយមិត្តខ្មែរក្រោម Florida ខ្ញុំមិនដែលលាក់លៀមឡើយកាលណាខ្ញុំចង់ធ្វើអីខ្ញុំប្រាប់ហើយអញ្ចឹងរឿងទៅស្រុកខ្មែរខ្ញុំមានសិទ្ធិសេរីភាពពេញលេញក្នុងការទៅលេងស្រុកខ្ញុំហើយខ្ញុំមានបំណងចង់ទៅឆាប់ណាខ្ញុំមានបំណងចង់ទៅឆាប់អូខេបងប្អូនចង់គិតយ៉ាងម៉េចក៏គិតទៅឥឡូវហ្នឹងប្រាប់ចៅកុំស្ពែមតាណាចៅណាបើសិនជាចៅស្ពែមតាចៅនឹងត្រូវដកចេញឈប់ឲ្យមើលហើយណាលោកតាពាក្យថារដ្ឋលេខាធិការអនុរដ្ឋមន្ត្រីឬរដ្ឋមន្ត្រីរងតើសម័យសីហនុនិងសម័យលន់នល់គេប្រើពាក្យមួយណាគេប្រើពាក្យគេអត់ប្រាក់ពាក្យរដ្ឋមន្ត្រីរងគេខ្មែរប្រើអនុរដ្ឋមន្ត្រីខ្មែរមិនប្រើរដ្ឋមន្ត្រីរងទេតាមខ្ញុំចាំណាបើខ្ញុំចូលចិត្តអានកសែតហ្នឹងគឺគេប្រើអនុរដ្ឋមន្ត្រីណាទៅតាមបរិបទនិងនិយមន័យនៃរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រីណាវា based on how the hierarchical order established in the Council of Ministers by Cambodia វាពឹងទៅលើការរៀបចំគណៈរដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជាឬរបស់ប្រទេសណាមួយប្រទេសកុម្មុយនីសមិនសូវប្រើពាក្យថារដ្ឋលេខាធិការទេគេប្រើពាក្យថាអនុរដ្ឋមន្ត្រីអញ្ចឹងគេអត់ប្រើ Secretary of State ទេណា in socialist and communist country the government of those country like to use deputy minister ណាគេហៅថាអនុរដ្ឋមន្ត្រីអនុរដ្ឋមន្ត្រីនៅក្នុងបរិបទនៃរបបនយោបាយខ្មែរតាំងពីឯករាជ្យមកធ្លាប់ប្រើណារីឯពាក្យមួយទៀតថារដ្ឋលេខាធិការ Secretary of State ណា Secretary of State ប្រទេសសង្គមនិយមនិងប្រទេសកុម្មុយនីសមិននិយមប្រើទេហើយប្រទេស non communist and non socialist ក៏មិនប្រើដែរលើកលែងតែប្រទេសដែលប្រើរបបនយោបាយតាមរបៀបអង់គ្លេសដែលគេយករដ្ឋលេខាធិការតាំងជាមុខតំណែងរបស់រដ្ឋមន្ត្រីដូចជា Home Secretary គឺរដ្ឋមន្ត្រីមហាផ្ទៃដូចជា Foreign Secretary រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេសកាណាដាខ្ញុំអត់ច្បាស់ទេខ្ញុំមិនសូវតាមដានគណៈរដ្ឋមន្ត្រីគេអាមេរិកហើយនៅអូស្ត្រាលី New Zealand ប្រហែលជាប្រើពីព្រោះប្រទេសដូចជា New Zealand អូស្ត្រាលីកាណាដាអង់គ្លេសអីហ្នឹងគឺប្រើប្រព័ន្ធនយោបាយប្រពៃណីជាមួយគ្នាប្រពៃណីនៃប្រព័ន្ធនយោបាយប្រើជាមួយគ្នាតែការប្រើពាក្យថារដ្ឋលេខាធិការនៅប្រទេសខ្មែរគឺរដ្ឋលេខាធិការដែលពីដើមឡើយជាសមាជិកនៃគណៈរដ្ឋមន្ត្រីដែលជាសមាជិកនៃគណៈរដ្ឋមន្ត្រីដែលមានអំណាច
ក្រោមរដ្ឋមន្ត្រីតែបច្ចុប្បន្ននេះនៅប្រទេសកម្ពុជាមិនដាក់នៅក្នុងសមាជិកនៃគណៈរដ្ឋមន្ត្រីទេគឺតែងតាំងបន្ថែមដោយមិនត្រូវការទទួលការទុកចិត្តពីរដ្ឋសភានិងរដ្ឋលេខាធិការនៅក្នុងសម័យនរោត្តមសីហនុគឺទទួលទំនុកចិត្តពីរដ្ឋសភានៅក្នុងសម័យប្រជាណាចក្រទី2ពី93មកក៏ធ្លាប់ទទួលទំនុកចិត្តពីរដ្ឋសភាតែក្រោយមកត្រូវបំបែកចេញជាការតែងតាំងតាមរបៀបទម្រង់មួយហៅថា political appointment គឺការតែងតាំងជានយោបាយរដ្ឋលេខាធិការណាហើយមិនទទួលទំនុកចិត្តពីសភាទេបច្ចុប្បន្ននេះនឹងរដ្ឋលេខាធិការអញ្ចឹងត្រឡប់មកវិញពាក្យថារដ្ឋមន្ត្រីយើងយល់ហើយរដ្ឋមន្ត្រីនៅក្នុងសម័យនរោត្តមសីហនុគេហៅក្រៅថាចៅក្រសួងគេក៏ហៅថាកុងសីអូខេហើយគេក៏ហៅថាសេនាបតីគេហៅក្រៅចំណែកឯអនុរដ្ឋមន្ត្រីនៅក្នុងចាប់ពីខែមីនាឆ្នាំ1945ដល់ឆ្នាំ1966ខ្ញុំធ្លាប់ឃើញកម្រងគណៈរដ្ឋមន្ត្រីពីឆ្នាំ45នៅកម្ពុជារហូតដល់ឆ្នាំ66ដូចជាធ្លាប់មានប្រើពាក្យអនុរដ្ឋមន្ត្រីអូខេបន្តមកទៀតវាមានទម្លាប់មួយនៅពេលដែលគេប្រើអនុរដ្ឋមន្ត្រីគេក៏មិនសូវប្រើរដ្ឋលេខាធិការទេហើយនៅពេលដែលគេប្រើរដ្ឋលេខាធិការគេក៏មិនប្រើអនុរដ្ឋមន្ត្រីទេនឹងអញ្ចឹងសំណួរសួរថាតើគេអាចប្រើចម្រុះបានទេ Yes អាចចម្លើយចប់ប៉ុណ្ណឹងអូខេណាអេលីសួរថាតើហេតុអ្វីបានជាលោកតាណែនាំឲ្យកូនស្រីខ្មែរយកប្តីអឺរ៉ុបអាមេរិកខ្ញុំចង់ឲ្យកូនខ្មែរមានដៃគូជីវិតជាមួយនឹងអឺរ៉ុបអាមេរិកកាណាដាអូស្ត្រាលីញូហ្សេឡង់គឺចង់ណាស់ចង់ឲ្យមានដៃគូច្រើនណាកូនស្រីហើយមូលហេតុខ្ញុំគឺតូចមួយទេមូលហេតុខ្ញុំតូចទេខ្ញុំមិនមែនចង់ឲ្យឈប់យកប្តីខ្មែរទេណាមែនទេតែមូលហេតុខ្ញុំតូចមួយទេជាមូលហេតុតូចមួយខ្ញុំជម្រាបតែចុះមូលហេតុរបស់ខ្ញុំឃើញស្ត្រីខ្មែរជាស្ត្រីដែលរស់នៅក្នុងសង្គមសក្តិភូមិចាស់ដែលការជឿនលឿនផ្នែកស្រីខ្មែរវាយឺតជាងសក្តិភូមិសៀមហើយវាយឺតជាងវៀតណាមដូច្នេះហើយនៅក្នុងសមធម៌សង្គមស្ត្រីខ្មែរទទួលការអភិវឌ្ឍយឺតជាងដែលយឺតខ្ញុំចាប់អារម្មណ៍ជាងគេគឺមេដាបៃតាមិនដែលឲ្យរៀនបានខ្ពង់ខ្ពស់ទេហើយមេដាបៃតាតែងអប់រំកូនថាឲ្យចេះធ្វើជាមេផ្ទះដែលពាក្យថាមេផ្ទះនេះស្ដាប់ទៅពីរោះហើយវាជាកិត្តិយសដ៏ឧត្តមឧត្តមរបស់ស្ត្រីខ្មែរក៏ប៉ុន្តែភាពជាមេផ្ទះនេះបានប្រែក្លាយទៅជាទេសកលរបស់ផ្ទះវាមិនបានធ្វើមេផ្ទះទេវាទៅជាទេសកលនៅផ្ទះដោយសារអីដោយសារបរិសុទ្ធជាស្វាមីមានចំណេះដឹងក្លាយទៅជាមេគ្រួសារនៅពេលដែលគ្រួសារមួយមានមេគ្រួសារមេផ្ទះក្លាយទៅជាអ្នកបម្រើខ្ញុំឃើញថាភាពរិចរិលនេះបានបណ្ដាលឲ្យបរិសុទ្ធនៅក្នុងរបបសក្តិភូមិខ្មែរមុនឆ្នាំ75យកភរិយាធ្វើជាទេសកលទោះបីនិយាយថាខ្លាចភរិយាក៏ដោយបរិសុទ្ធតែងតែប្រព្រឹត្តល្មើសលើភរិយាដោយសារភរិយាគាត់អត់សូវមានចំណេះដឹងហើយគាត់មិនអាចចាញ់មុខឯករាជ្យបាននឹងមួយក្រោយឆ្នាំ1975សង្គមគ្រួសារខ្មែរធ្វើឲ្យស្ត្រីធ្លាក់ចុះយ៉ាងខ្លាំងពី75មក79ពី79មក93ពី93មកដល់បច្ចុប្បន្នគឺស្ត្រីធ្លាក់ចុះវាជាការពិតណាស់មានស្ត្រីខ្លះមានអំណាចក្នុងគ្រួសារក៏ប៉ុន្តែទោះបីមានអំណាចក្នុងគ្រួសារក៏ដោយក៏ស្ត្រីជាទេសកលមួយបែបដែលគេហៅថាមេផ្ទះដោយសារតែបរិបទនេះខ្ញុំរកឃើញគំនិតមួយដែលជាគំនិតតូចទេបើសិនជាស្រីខ្មែរមួយចំនួនបានប្តីជាជនអឺរ៉ុបឬក៏អាមេរិកកាណាដាអូស្ត្រាលីញូហ្សេឡង់វាធ្វើឲ្យនាងមានលទ្ធភាពចេះដឹងណានៅក្នុង general education នៅក្នុងការចេះដឹងទូទៅនាងមានការចេះដឹងបន្ទាប់ពីនាងមានការចេះដឹងក្រុមគ្រួសារដែលស្វាមីជាជនអឺរ៉ុប
នឹងជនបរទេសគេមិនដែលយកស្ត្រីនៅក្នុងផ្ទះជាទេសកលទេណាគេមិនដែលយកប្តីស្ត្រីក្នុងផ្ទះជាទេសកលរីឯការផាត់ក្បត់គេអាចមានការផាត់ក្បត់តែគេមានការទទួលខុសត្រូវមួយនៅពេលដែលគេមានស្រីក្រៅគេមិនដែលបោះបង់ចោលកូនរបស់គេមិនដែលបោះបង់ចោលនៅការឧបត្ថម្ភគ្រួសារទេប្តីជនជាតិអឺរ៉ុបមានច្បាប់តម្រូវផងមានសតិតម្រូវផងគឺទោះបីទៅមានស្រីក្រៅក៏ដោយក៏មានភារៈជួយចិញ្ចឹមកូនជួយបាច់កូនថែមទាំងផ្ដល់ប្រាក់បៀវត្សឲ្យប្រពន្ធទៅទៀតហើយចំណុចមួយទៀតគឺអំពើហិង្សាក្នុងគ្រួសារអំពើហិង្សានៅក្នុងគ្រួសាររវាងអឺរ៉ុបអាមេរិកអីអស់ហ្នឹងដែលជាប្តីបើស្រីខ្មែរបានប្តីគឺអំពើហិង្សាទៀតអំពើហិង្សាទៀតណាអញ្ចឹងទី1នាងមានចំណេះដឹងទី2នាងមិនមែនជាទេសកលនៅក្នុងគ្រួសារទី3នាងមិនត្រូវគេជិះជាន់ផ្នែកហិរញ្ញវត្ថុទី4គឺនាងទទួលនៅអំពើហិង្សាតិចឬទៀតណាចុងក្រោយបំផុតរបស់ដែលល្អជាងគេស្ត្រីដែលមានប្តីជនបរទេសណាមានចំនួនច្រើនណាស់ឲ្យតែមានកូនជាមួយប្តីហ្នឹងគឺអ្វីដែលប្តីហ្នឹងមានបើប្តីហ្នឹងជាទាហានអង់គ្លេសដល់ទាហាននូវែលសេឡង់ដល់ទាហានបារាំងដល់ទាហានអូស្ត្រាលីដល់កាណាដាដល់បើប្តីជាទាហានប្តីស្ទោះបីលែងលះក៏ដោយក៏ដល់ពេលប្តីស្លាប់ទៅមរតកស្វ័យប្រវត្តិវាត្រូវធ្លាក់មកលើកូនដែលកើតជាមួយប្តីហ្នឹងទោះបីគាត់មានកូនដទៃក៏ដោយក៏ត្រូវតែចែកមកដល់កូនមានន័យថាកូនរបស់ស្ត្រីហ្នឹងតែងតែបានទទួលនៅផលប្រយោជន៍មួយទៀតបើប្តីនឹងលះលែងហើយក៏ដោយស្ត្រីដែលបានលះលែងប្តីហើយដរាបណាមិនរៀបការទៀតច្បាប់ភាគច្រើននៅអឺរ៉ុបនឹងតម្រូវឲ្យប្តីនឹងចែកហិរញ្ញវត្ថុមកលើប្រពន្ធហើយបើប្តីនឹងស្លាប់ណាផលប្រយោជន៍ហិរញ្ញវត្ថុនិងទ្រព្យសម្បត្តិក៏បើប្រពន្ធដែលលែងលះនឹងមានកូនក៏មានលទ្ធភាពច្បាប់ចែកឲ្យហើយបើប្តីជនបរទេសហ្នឹងមិនលែងលះទេហើយគាត់រួមរស់ធម្មតាតែគាត់ស្លាប់ទៅទ្រព្យសម្បត្តិរបស់គាត់បើគាត់គ្មានការរៀបការពីមុនទេទ្រព្យសម្បត្តិរបស់គាត់ធ្លាក់មកលើស្ត្រីជាប្រពន្ធហើយនឹងកូនដូច្នេះហើយប្រយោជន៍របស់ស្ត្រីខ្មែរតិចតួចនេះដែលខ្ញុំមើលឃើញខ្ញុំលើកទឹកចិត្តឲ្យស្រីខ្មែរយកប្តីអឺរ៉ុបអាមេរិកបើពេញចិត្តមានអាណាបខំប៉ុន្តែប្រាប់ថាអាហ្នឹងគឺជាផ្លូវមួយជាជាងវេទនាជាមួយនឹងបរិះខ្លះដែលគ្រាន់តែតយចោលហើយនឹងបង្កើតកូនចោលមិនទទួលខុសត្រូវចម្លើយប៉ុណ្ណឹងហើយបងប្អូនពេញចិត្តឬមិនពេញចិត្តរិះគន់ខ្ញុំចុះជាមតិអូខេអេលីហ្សាប៊ិតហាមុនចៅលឺសូរទេប៉ុណ្ណឹងណានេះគឺជាចម្លើយរបស់តាអូខេចៅពេញចិត្តចៅសប្បាយចិត្តចៅមិនពេញចិត្តចៅជេរតាចុះតាអត់ខឹងទេនេះគឺជាមូលហេតុដែលតាចង់ឲ្យស្រីខ្មែរមានប្តីបរទេសហើយនៅក្នុងបរិបទដែលស្ត្រីខ្មែរមេម៉ាយច្រើនហើយក្មេងៗទៀតគួរណាស់រកប្តីបរទេសទៅដើម្បីជីវិតរបស់ក្មួយចៅបានសុខសាន្តចេះដឹងនឹងគេប្តីបរទេសគេមិនធ្វើបាបទេអំពើហិង្សាជាមួយប្តីបរទេសទេណាខ្ញុំនិយាយឲ្យជ្រុលមាត់បន្តិចសុំបីតែយកប្តីបងម៉ៅក៏ដោយក៏មានស៊ីមានចាយសบายចិត្តមានផ្ទះនៅមានឡានជិះមិនទាំងអស់ទេតែច្រើនអូខេហើយក៏លើកទឹកចិត្តឲ្យស្រីខ្មែរយកប្តីបរទេសអឺរ៉ុបអូស្ត្រាលីកាណាដានូហ្សេឡង់អាមេរិកអីប្តីដែលបម្រើកងទ័ពប្តីបម្រើកងទ័ពប្តីប៉ូលីសប្តីធ្វើសមត្ថកិច្ចគេស្រឡាញ់យើងយកទៅមិនខុសទេអូខេហើយនឹងប្តីធ្វើជាកិច្ចការតូចធំក៏ដោយឲ្យតែជាកិច្ចការរដ្ឋជាគ្រូបង្រៀនជាអីពីព្រោះអ្នកដែលធ្វើការអស់ក្នុងសិតតែមាន benefits គេហៅថាធនប្រយោជន៍នេះកាលណាគេមានប្តីប្រពន្ធហើយគេណាគេគេចុះលិខិតអាពាហ៍ពិពាហ៍ត្រឹមត្រូវគឺគេទទួលបានផលប្រយោជន៍ទាំងអស់អរគុណបងដេតឡូវដែលយើងចូលចិត្តមើលងាយតែតាមការពិត
សប្តាហ៍ថ្ងៃនេះស្ត្រីយួនមួយចំនួនដែលចាស់ហើយរស់នៅប្រទេសយួនណាទទួលប្រាក់បៀវត្សចាប់ពី$400មួយខែរហូតដល់$5000មួយខែដែលទាហានអាមេរិកបានស្លាប់ទៅហើយគាត់មានកូនណានៅពេលដែលកូនគាត់ត្រូវបានសាររើរកឃើញថាមានឪពុកហើយគេផ្ដល់សញ្ញាណឲ្យឪពុកbenefit មួយចំនួនត្រូវបានគ្រួសារគេចែកឲ្យឬត្រូវបានច្បាប់រដ្ឋអនុញ្ញាតឲ្យសុំបានសូម្បីតែឪពុកមេខ្ញុំធ្លាប់ធ្វើទាហានបារាំងពេលគាត់រត់មកតាមជំរំជាជនភៀសខ្លួនដល់គាត់ទៅនៅបារាំងគាត់ទទួលជំនួយបារាំង2ជំនួយសង្គមមួយហើយមួយទៀតគឺជំនួយដែលកាលគាត់ហ្នឹងធ្វើទាហានជើងក្រហមឯណោះហ្នឹងឪពុកមេខ្ញុំណាអាហ្នឹងអញ្ចឹងអូខេអាហ្នឹងអញ្ចឹងអូខេfor real តាអត់ចំណាយពេលតាលេងសើចដូចជាព្រឹកមិញអីតានិយាយពីរឿងអាចក់និយាយពីរឿងអីចឹងតាអត់សូវចាប់អារម្មណ៍នឹងរឿងឈួតទេកូនរឿងអស់ហ្នឹងសិតតែរឿងឈួតបើចៅឯងចូលចិត្តឈួតចៅឯងមកខុសកន្លែងអូតាអត់លក់ឆ្នាំឈួតណាអូខេដូច្នេះហើយបើចៅចង់លឺតានិយាយពីឆ្នាំឈួតចអត់ទេតាអត់ទេមានគេសួរតារឿងអាពាក់មីអីតាអត់សូវចាប់អារម្មណ៍រឿងឈួតទេរឿងហ្នឹងអត់មានប្រយោជន៍អីសម្រាប់តាហើយតាអត់ឃើញរឿងហ្នឹងជារឿងអីសង្គមទេចៅឯងកំពុងរត់តាមឆ្នាំឈួតអញ្ចឹងតាអាចសុំអញ្ជើញចៅណាសុំអញ្ជើញចៅកុំចំណាយពេលឲ្យខាតពេលមានតម្លៃរបស់ចៅជាមួយចូលតាអញ្ជើញទៅតាមដានរឿងឈួតលីលារបស់ចៅទៅដោយសេចក្តីស្រឡាញ់ណាដោយសេចក្តីស្រឡាញ់ណាលីម៉ាកុងលោកតានិយាយត្រូវខ្លាំងណាស់បងស្រីខ្ញុំកាលពីមុនគាត់ធ្វើការបម្រើតាមផ្ទះនៅសិង្ហបុរីហើយគាត់បានរៀនតាមគាត់ជួបនឹងប្តីរបស់គាត់ជនជាតិទួរគីខាងអឺរ៉ុបប្តីគាត់ស្រឡាញ់ណាស់បាទខ្ញុំសូមជម្រាបរឿងមួយដែលជារឿងពិតខ្ញុំជួបក្មួយនឹងផ្ទាល់ខ្ញុំជួបក្មួយស្រីនឹងផ្ទាល់តែខ្ញុំដឹងពីរឿងក្មួយស្រីហ្នឹងនៅក្នុងសម័យអ៊ុនតាក្មួយស្រីហ្នឹងជាអ្នកបម្រើផ្លូវភេទជាអ្នកបម្រើផ្លូវភេទនៅក្នុងសម័យអ៊ុនតានិងនៅក្នុងឆ្នាំ93មកដល់99ប្រហែលជា93មកដល់98នាងជាស្ត្រីនៅខេត្តកោះកុងដែលបម្រើផ្លូវភេទខ្មៅសាអែមក្រោយមកបានត្រូវជនបរទេសម្នាក់ហ្នឹងវាជាតិ Swiss ជា Switzerlander ដែលទៅធ្វើការនៅកម្ពុជាហើយក៏ឡើងចុះនឹងនាងហ្នឹងដែលនាងហ្នឹងជាអ្នកបម្រើផ្លូវភេទទេតែក្រោយមកទៅជាកំណាន់ចិត្តរបស់បុរសជនជាតិ Swiss ម្នាក់ហ្នឹងហើយជនជាតិ Swiss ម្នាក់ហ្នឹងក៏រៀបការជាមួយនាងហើយក៏បានយកនាងមកនៅប្រទេស Swiss នាងមកនៅប្រទេស Swiss ឥឡូវមិនដឹងកូនប្រមាណទេខ្ញុំគ្រាន់តែដឹងពេលនោះគឺនាងបានកូនមួយនៅពេលដែលនាងបានកូនមួយគ្នារស់នៅប្រទេស Swiss រៀនសូត្រចេះដឹងភាសាអីបានច្រើនចិញ្ចឹមកូនរស់នៅដោយសប្បាយក្រោយមកនាងក៏ប្រាប់ប្តីនាងថានាងចង់ទៅរស់នៅប្រទេសកម្ពុជាវិញណាព្រោះប្តីធ្លាប់រស់នៅហ្នឹងហើយបបួលប្តីទៅរស់នៅប្រទេសកម្ពុជាប្តីទៅរស់នៅប្រទេសកម្ពុជាបើកភោជនីយដ្ឋានមួយនៅកោះកុងបើកភោជនីយដ្ឋានមួយកោះកុងប្តីហ្នឹងក៏បែងចែកភោជនីយដ្ឋានហ្នឹងឲ្យទៅជាកន្លែងផឹកស៊ីពេលរសៀលទៅដល់យប់ហើយមិត្តភក្តិរបស់ប្តីហ្នឹងក៏ទៅផឹកស៊ីអីមុខរបរហ្នឹងកាក់កបនាងហ្នឹងក៏ខំប្រឹងធ្វើការងារយកចិត្តទុកដាក់ហើយប្តីហ្នឹងក៏ខ្លាយទៅជាអ្នកអង្គុយផឹកស៊ីនៅកន្លែងហ្នឹងហៅមិត្តភក្តិអីយូរទៅផាប់មួយនៅកោះកុងហ្នឹងក៏ខ្លាយទៅជាមុខរបរមួយដែលនាំប្រាក់ចំណូលចូលមិនត្រឹមតែប៉ុណ្្នឹងទេនាងហ្នឹងបានឧបត្ថម្ភម្ដាយនិងឪពុករបស់ខ្លួនហើយនឹងបងប្អូន9នាក់កាលនៅកំមុំកន្លោះឲ្យបានរៀនសូត្រចប់សពគ្រប់មានលុយមានកាក់មានការងារធ្វើហើយនាងហ្នឹងរស់នៅជាមួយប្តីដោយសុភមង្គលរឿងពិតណាខ្ញុំមានរឿងពិតច្រើនដែលខ្ញុំដឹងពីស្ត្រីបម្រើផ្លូវភេទកូរ៉េខាងត្បូងខ្ញុំនិយាយប្រាប់ត្រង់ស្រីដែលធ្លាប់បម្រើផ្លូវភេទកូរ៉េហើយនឹងចិនណាកូរ៉េចិនហើយនឹងម៉ាឡេខ្ញុំស្គាល់ច្រើនណាព
ពួកម៉ាក់ខ្ញុំបង្អាប់ខ្ញុំថាកុំនិយាយរឿងស្រីឲ្យតែនិយាយរឿងស្រីគឺសួរអាចេមណាកន្លែងណាក៏វាអាចនាំទៅបានដែរពួកម៉ាក់ខ្ញុំមករតរៈនេះដែលជាប្រពន្ធអ្នកមានកូរ៉េម្នាក់ដែលខំប្រឹងធ្វើការអូស៊ីទៅបាននេះរហូតដល់ឥឡូវតែងមកមើលខ្ញុំហៅអាលិចណាវាវិជ្ជការមុំតាដេញចាញ់រំខានតដេញចាញ់ឃើញទេបងប្អូនឃើញមិនបានខ្ញុំដេញចាញ់ spam ខ្ញុំដេញចាញ់ខ្ញុំស្រីដែលធ្លាប់មានពិសោធន៍បម្រើផ្លូវភេទចិនកូរ៉េម៉ាឡេខ្ញុំស្គាល់ច្រើនណាស់មានខ្លះក៏ក្រោយមកគេខ្លាយទៅជាអាជីវករគេបើកហាងបើកអីមានបានហើយគេរកប្តីបានមានប្តីខ្លះខ្ញុំក៏ជួយណែនាំឲ្យគេរកប្តីបានគេរស់នៅគេធ្វើខ្លួនឲ្យគេល្អពេលតែជួបម្ដងបាយទឹកចំណីចំណុកគេទទួលខ្ញុំណាដោយសារខ្ញុំជាមនុស្សម្នាក់ដែលធ្លាប់ស្គាល់គ្នាមួយគេណាបាននិយាយរបៀបហ្នឹងណាពួកអាកុលអាស័យពួកអា23ឯឆ្កាច់ឬក៏ពួកណាគេនឹងយករឿងទាំងអស់ហ្នឹងមកបន្ថោកខ្ញុំសូមប្រាប់ថាមនុស្សដែលយល់ឃើញថាយករឿងដែលខ្ញុំនិយាយនឹងទៅបន្ថោកខ្ញុំអត់យល់ឃើញថាខ្ញុំថោកទេគឺ show របស់ខ្ញុំតែងប្រាប់ឲ្យចៅកូនក្មួយថាជីវិតណាទោះបីធ្លាក់ដល់បាតដីក៏ងើបរួចដែរពាក្យខ្មែរថាធ្លាក់ថោកទៀតអត់ថោកទៀតទេឲ្យតែមនុស្សនឹងចេះងើបដល់បានទេលើកលែងតែជាឃាតកខុសច្បាប់អីឬក៏ជាអ្នកចោលប្លន់ធនាគារអានោះខ្ញុំអត់ដឹងទេប៉ុន្តែជីវិតដែលរងគ្រោះឬក៏ការខុសឆ្គងក្នុងដំណើរជីវិតឲ្យតែខំកែខ្លួនគឺសុទ្ធតែមានតម្លៃទាំងអស់រីឯអ្នកដែលនិយាយបថោខ្ញុំឥឡូវនេះដល់ថ្នាក់សើចទៅវិញមិនបានដល់ថ្នាក់សើចតើវាថោកដោយសារតែគេបន្ថោកឬក៏វាថោកដោយសារតម្លៃយើងខំកសាងចម្លើយថាតម្លៃដែលយើងខំកសាងវាអត់ដែលថោកទេវាថោកដោយសារយើងមិនកសាងដូច្នេះហើយវាជារឿងមួយដែលត្រូវយល់ដឹងជារឿងមួយដែលត្រូវយល់ដឹងដែលជារឿងខ្ញុំលែងខ្លាចពីដើមនៅខ្ញុំបារម្ភដែរគេមើងងាយអញអីដល់ក្រោយមកខ្ញុំរកឃើញជីវិតមួយថាគ្មានអ្នកណាអាចមើងងាយយើងបានទេបើយើងមិនព្រមឲ្យគេមើងងាយឥឡូវនេះខ្ញុំនៅផ្ទះ475ម៉ែត្រការ៉េបើខ្ញុំទៅនៅផ្ទះ2ម៉ែត្រការ៉េក៏អត់មានអ្នកណាមើងងាយខ្ញុំបានដែរបើមើងងាយខ្ញុំសើចហើយខ្ញុំសួរទៅវិញខ្ញុំថាចុះតើមើងងាយខ្ញុំនឹងបានអីបានមើងងាយចុះhaving a good day thank you សុខសប្បាយបើដែរនិយាយប្រាប់ដតីទៀតថាJames សុកនេះមនុស្សវាថោកទៀតណាឥឡូវវាធ្លាក់ខ្លួនពីដើមវានៅផ្ទះធំឥឡូវអស់ផ្ទះអស់សប្បាយហើយទៅនៅ2ម៉ែត្រ4ចុងមានម្នាក់គេមកនិយាយប្រាប់ខ្ញុំប្រាប់គេថាពិតហើយខ្ញុំនៅផ្ទះ2ម៉ែត្រ4ចុងខ្ញុំអត់មានផ្ទះធំនៅទៀតទេហើយខ្ញុំដើរសុំទានគេឥឡូវនេះបាទតែវាអត់មានអីខ្លាចទេពីព្រោះវាជាការកែប្រែនៃជីវិតរបស់ខ្ញុំណាទី1ខ្ញុំអត់បានប្លន់អ្នកទី2ខ្ញុំអត់បានសុំលុយអ្នកទេខ្ញុំសុំលុយអាមេរិកាំងតាណាអញ្ចឹងតើអ្នកបន្ថោកខ្ញុំនឹងខ្ញុំថោកទេបើពីមុនខ្ញុំស៊ីសាច់គោមួយចាន380ហើយឥឡូវខ្ញុំស៊ីសាច់មាន់$8ក៏ខ្ញុំសុខចិត្តបន្តមកទៀតខ្ញុំធ្វើការ50ឆ្នាំខ្ញុំបង់ពន្ធវាគ្រប់គ្រាន់យ៉ាងហោចណាស់ក៏ខ្ញុំរស់បានវាអត់មានអ្វីដែលអ្នកមើលងាយខ្ញុំទេអញ្ចឹងហើយបានទស្សនៈខ្ញុំហ្នឹងខ្ញុំសូមបីតែបងប្អូនខ្ញុំក៏ខ្ញុំឲ្យដឹងដែរទាំងបងប្អូនខ្ញុំបង្កើតទាំងបងប្អូនថ្លៃខ្ញុំឲ្យគាត់ឮសូរថាទស្សនៈដែលខ្លាចគេមើលងាយគឺនៅពេលដែលយើងចេះតែយកចិត្តទុកដាក់គេមើលងាយណាតែរឿងមួយដែលសំខាន់នៅពេលដែលយើងមិនយកចិត្តទុកដាក់ពីគេមើលងាយណាតែយកចិត្តទុកដាក់ពីការកសាងខ្លួនទោះបីត្រដាប់ទៅរស់ប៉ុណ្ណាក៏ដោយតម្លៃរបស់យើងមានអញ្ចឹងវិលមកជួបប្រិយមិត្ត
3នាទីទៀតជំរាបលា